ពុកម៉ែបងប្អូនណាដែលចូលចិត្តចិញ្ចឹមត្រីលក្ខណៈគ្រួសារដូចខ្ញុំណាឬមួយក៏ចង់ចិញ្ចឹមត្រីនៅក្រោយផ្ទះលក្ខណៈលំហែអារម្មណ៍អីមើលវីដេអូខ្ញុំនេះដូចបានលុយ$350ពីខ្ញុំអញ្ចឹងហើយអាវិធីចិញ្ចឹមត្រីអាដូរទឹកដូចខ្ញុំអញ្ចឹងខ្ញុំប្រើរយៈពេល2ឆ្នាំតម្រាំតែខ្ញុំរកឃើញអញ្ចឹងទី1ពុកម៉ែបងប្អូនបាន$350ពីខ្ញុំទី2បានចំណេញពេលវេលា2ឆ្នាំចង់ចាំត្រីអាដូរទឹកចេះមិនចាំចំណាយពេលវែងដូចខ្ញុំទេឥឡូវខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនដឹងអត់ការចិញ្ចឹមត្រីអាដូរទឹកនេះកាលសម័យកូវីដខ្ញុំសើចវីដេអូមើលវីដេអូបរទេសគេនិយាយពីការចិញ្ចឹមត្រីអាដូរទឹកហើយខ្ញុំខមមិនសុំរៀនពីគេពុកម៉ែបងប្អូនដឹងគេយកខ្ញុំបានអត់$300តែពេលហ្នឹងខ្ញុំអត់មានលុយក៏ខ្ញុំអត់បានរៀនទេខ្ញុំសម្រេចចិត្តថាខ្ញុំរាវខ្លួនឯងរាវខ្លួនឯងនេះខ្ញុំប្រើពេល2ឆ្នាំដំបូងខ្ញុំយកដីយកអីយកមកធ្វើចម្រោះទឹកអត់ជោគជ័យបន្ទាប់មកក៏ខ្ញុំប្រើខ្សាច់ប្រើថ្មដាក់ធ្យូងដាក់អីដាក់ក្នុងពុយក៏អត់ជោគជ័យដែរដោយសារត្រីវាស៊ីច្រើនហើយយើងយកខ្សាច់ទៅច្រោះបានតែ2ថ្ងៃឬក៏3ថ្ងៃដំបូងទេច្រោះបានតែបន្ទាប់ពីហ្នឹងទៅគឺច្រោះលែងកើតហើយដោយសារអាចត្រីវាច្រើនเนาะអញ្ចឹងវាកកនៅលើខ្សាច់នៅលើអីគឺច្រោះអត់ចេញទេអញ្ចឹងទឹកហូរពីលើពុយឬហូរពីលើអីអញ្ចឹងទៅតែថ្ងៃមួយខ្ញុំមើលវីដេអូគេដាំបន្លែនៅក្នុងសកៃដូងម៉ត់ចំណុចហ្នឹងឯងដែលខ្ញុំចេះចិញ្ចឹមត្រីអាដូរទឹកខ្ញុំឃើញគេស្រោចបន្លែហើយឃើញទឹកវាច្រោះមកមានន័យថាសកៃដូងហ្នឹងវាអត់មានរលាយអញ្ចឹងចំណុចកន្លែងហ្នឹងឯងហើយការរៀបចំអាងចិញ្ចឹមត្រីអាដូរទឹកហ្នឹងខ្ញុំសើចវីដេអូបរទេសខ្លះយកពីគេខ្លះរកខ្លួនឯងខ្លះទ្រាំតែចេះវិធីចិញ្ចឹមត្រីអាដូរទឹកនេះហើយវិធីចិញ្ចឹមត្រីអាដូរទឹកណាគឺសាមញ្ញទេអត់ពិបាកទេហើយចំណាយលុយតិចទៀតហើយពុកម៉ែបងប្អូនសួរទៀតចុះ50រៀលទៀតទៅណា50រៀលទៀតនៅពេលដែលខ្ញុំចេះចិញ្ចឹមត្រីអាដូរទឹកនេះខ្ញុំនិយាយផ្សព្វផ្សាយទៅមានអ៊ំពុកម៉ែបងប្អូនខ្លះគាត់ស្នើឲ្យខ្ញុំជួយប្រាប់ពីរបៀបការចិញ្ចឹមត្រីអាដូរទឹកហ្នឹងតែដំបូងយើងត្រូវរៀបចំអាងមិនបន្ទាប់មកយើងត្រូវដាក់ម៉ូទ័រមិនបន្ទាប់មកយើងត្រូវប្រាប់ដាក់សកៃដូងមិនដាក់តាយោមិនគាត់តែងតែឲ្យខ្ញុំ50រៀលសម្រាប់ផឹកកាហ្វេពេលព្រឹកឥឡូវនេះមិនបាច់$350ហើយនឹងពេលវេលា2ឆ្នាំហ្នឹងគឺខ្ញុំនឹងចែករំលែកនឹងឬក៏ផ្ដល់ឲ្យពុកម៉ែបងប្អូនទាំងអស់ដោយមិនគិតប្រាក់សូម្បីតែ1រៀលអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់មើលខ្ញុំមានវីដេអូនៅក្នុង YouTube ខ្ញុំឈ្មោះ Farm Channel បងប្អូនអាច search មើលនៅរូបភាពដូចខ្ញុំដាក់នៅខាងលើនេះអញ្ចឹងក្នុងវីដេអូហ្នឹងខ្ញុំថតពីសកម្មភាពតាំងពីខ្ញុំចាប់ផ្ដើមដំបូងរហូតដល់ខ្ញុំប្រមូលផលត្រីអញ្ចឹងពុកម៉ែបងប្អូនអាចចូលមើលបានពេលដែលពុកម៉ែបងប្អូនមើលវីដេអូហ្នឹងហើយបើសិនជាពុកម៉ែបងប្អូនអត់យល់កន្លែងណាអីពុកម៉ែបងប្អូនអាចឆាតសួរខ្ញុំបានខ្ញុំនឹងជួយប្រាប់បន្ថែមពីលើទៀតអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណ